ក្នុងការកសាងប្រទេសជាតិយើងនាពេលនេះនិងពេលខាងមុខនោះគឺយើងត្រូវដឹងពីចំណុចសំខាន់គឺការធ្វើឲ្យប្រទេសជាតិរុងរឿងនិងការធ្វើឲ្យប្រទេសជាតិមហន្តរាយនៅក្នុងប្រវត្តិសាស្ត្រដែលធ្វើឲ្យប្រទេសជាតិយើងរុងរឿងគឺយើងមាន6ចំណុចសំខាន់ដែលខ្ញុំសង្ខេបនៅក្នុងសៀវភៅអរិយប្រទេសហើយក៏មាន5ចំណុចសំខាន់នៃប្រវត្តិសាស្ត្រខ្មែរយើងដែលធ្វើឲ្យប្រទេសជាតិខ្មែរយើងធ្លាក់ចុះទន់ខ្សោយស្ទើរតែរលាយបាត់បង់ប្រទេសផងដែរមានន័យថាជាង2000ឆ្នាំនៃការបង្កើតអាណាចក្រខ្មែរយើងឡើងតាំងពីសម័យគោកធ្លកមកដល់បច្ចុប្បន្ននេះគឺយើងសង្ខេបយកតែប្រវត្តិសាស្ត្ររុងរឿងនិងប្រវត្តិសាស្ត្រមហន្តរាយតែប៉ុណ្ណោះទេព្រោះប្រវត្តិសាស្ត្រទាំងពីរនេះវានឹងចង្អុលមេគុណប្រាប់ទិសយើងឲ្យទៅរកភាពរុងរឿងឬភាពមហន្តរាយបើសិនជាយើងដើរនៅក្នុងសម័យកាលមហន្តរាយវាប្រកាសជាមហន្តរាយបើសិនជាយើងដើរតាមមាគ៌ារុងរឿងវាប្រកាសជានាំយើងទៅរកភាពរុងរឿងយ៉ាងពិតប្រាកដនេះហើយជាហេតុផលដែលយើងសិក្សាតែចំណុចរុងរឿងនិងចំណុចមហន្តរាយនៃប្រវត្តិសាស្ត្រឆ្លើយតបទៅ comment របស់បងស្រីខ្ញុំនឹងព្យាយាមផលិត content ពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្មែរយើងរួមទាំងប្រវត្តិសាស្ត្ររបស់មនុស្សរួមទាំងប្រវត្តិសាស្ត្ររបស់ពិភពលោកដើម្បីធ្វើជាពុទ្ធិសម្រាប់យើងធ្វើជាមូលដ្ឋានធ្វើជាស្ពានកសាងមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកការកសាងប្រទេសជាតិយើងឲ្យคล้ายទៅជាអរិយប្រទេសយ៉ាងពិតប្រាកដដោយដែលខ្ញុំចងក្រងនៅក្នុងសៀវភៅអរិយប្រទេស